ថ្ងៃនេះយើងមានបាទ3លំហាត់អាំងតក្រាយើងមកយើងមានអាំងតក្រា3លំហាត់ដែលក្នុងនោះក៏បានដាក់រង្វាន់មួយដែរគឺអីគេនេះ x សេគុន n បាទអាំងតក្រា x សេគុន n dx យើងសេបានថា x សេគុន n បូក1នៅលើ n បូក1បាទអញ្ចឹងកលេចមើលអំពីលំហាត់ i យើងនេះបាទលំហាត់ i នេះយើងអត់តអាំងយកទេណាព្រោះដោយសារតែទី1វាជាប់កតាហើយកតានេះក៏អាចគុណបែកវាជាបានដែរដោយសារអីមួយទៀតដោយសារវាជាប់ការ៉េមួយទៀតអញ្ចឹងឡើយណាយើងបែកស្វ័យគុណ2នេះសិនមក x បូក1លើកជាការ៉េសិនមកតោះឥឡូវគុំបែកវាស្មើជាមួយនឹងបាទអាំងតក្រាកំណត់ពី0ទៅ1 2x បូក1ទុកដដែលឥឡូវនេះយើងបញ្ចូលតាមរង្វាន់យើងគឺ a បូក b លើកជានេះ a បូក b លើកជាការ៉េអញ្ចឹងយើងបាន a ការ៉េគឺ x ការ៉េបូកឲ្យ 2x ហើយបូកឲ្យ1 dx មកដល់ហើយនេះគឺនេះយើងត្រូវតែគុណបែកវាសិនណាយើងគុណបែកវាសិនមើលយើងបាននេះទេយើងគុណទៅយើងបាននេះអាំងតក្រាយើងកំណត់ពីបាទពី0ទៅ1គុណបែកទៅយើងបាន 2x សេគុណ3គុណបន្តទៀត 4x ការ៉េបាទរុញមកលើតិចហើយយើងគុណបន្តទៀតយើងបានអីគេយើងបានបូកឲ្យ 2x បន្តមកទៀតគុណជាមួយនឹង1ម្ដងនេះ1គុណបញ្ចូលទៅយើងបានបូកឲ្យ x ការ៉េគុណតទៀតយើងបានបូកឲ្យ 2x ហើយកតុយយើងបាទនេះអាចុងក្រោយគឺបូក1ណាបូក1 dx ចឹងស្មើជាមួយនឹងអាំងតក្រាយើងកំណត់ពី0ទៅ1ហើយយើងស៊ីសងទៅដោយសារ x គីបអត់មានទេនេះ x គីបនេះមានអីស៊ីសងទៅយើងຕົកវាម្ដុំទៅគឺ 2x គីបដដែលប៉ុន្តែ 4x ការ៉េអានេះ x ការ៉េដែរអញ្ចឹងបូកចូលគ្នាឃើញ5បានណា 5x ការ៉េបន្តមកទៀតគឺ 2x បូកឲ្យ 2x យើងបាន 4x បូកទៅយើងគឺលេខ1ណា dx នេះអញ្ចឹងយើងអាចអាំងតក្រាបានហើយអាំងតក្រាយើងគឺកន្លែងនេះ x សេគុន n នេះ n យើងស្មើ3អញ្ចឹងយើងយក n បូក1គឺ3បូក1វាស្មើ4ហើយណាបាទអញ្ចឹងគ្រូសេថា2គុណឲ្យ x សេគុណ4នៅលើ4បូកឲ្យ5បាទ5សេច្បាស់បន្តិច5គុណឲ្យ x សេគុណបាទ2បូក1គឺ3នៅលើ3បូកឲ្យ4គុណឲ្យកន្លែងនេះយើងឃើញថាស្វ័យគុណវាមានដែរណាគឺស្វ័យគុណវា1កន្លែងហ្នឹងណាបាទស្វ័យគុណវា1ដល់ពេលស្វ័យគុណវា1គឺយើងបូក1ទៅឃើញ2បាទស្វ័យគុណ2ណែចានេះចែក2ដែរបូកឲ្យអាំងតក្រាលេខ1នេះបាទ1នេះគឺអាំងតក្រាបាន 1x ឬក៏ដាក់ថា x ក៏បានដែរគ្រូដាក់ 1x ចោះនេះដែលកំណត់ពី0ទៅបាទពី0ទៅ1អញ្ចឹងស្មើមកតង់ទៀតកន្លែងនេះយើងអាចសម្រួលបានយើងសម្រួលសិនមកឡើយណាឥឡូវគូសម្រួលលេខឲ្យវាកាន់តែតូចចានេះសម្រួលចូលទៅវាសល់2បាទនេះសល់2អញ្ចឹងយើងបាន x សេគុណ4នៅលើ2បូកឲ្យកន្លែងនេះសម្រួលបានទេ 5x សេគុណ3នៅលើ3កន្លែងនេះយើងអាចសម្រួលបាននេះគេយើងបាន2x បាទយើងបានបូក 2x ការ៉េហើយបូកឲ្យ x ដែលកំណត់ពីបាទពី0ទៅបាទពី0ទៅ1តែយើងចាប់ផ្ដើមជំនួសចូលម្ដងទៀតណាយើងចាប់ផ្ដើមជំនួសចូលគឺយើងយក1នេះមកជំនួសចូលឡើយណាដែលមាន x ឃើញទេយើងបាន1សេគុណ4នៅលើ2បូកឲ្យ5គុណឲ្យ1សេគុណ3នៅលើ3បូកឲ្យ2គុណឲ្យ1សេគុណ2ហើយបូកឲ្យ1ហើយដកឲ្យបាទយើងដកឲ្យគឺយើងយក0ទៅជំនួសចូលម្ដងជំនួសកន្លែងណាមាន x ហ៎ជំនួសចូលអស់ណាអញ្ចឹងយើងបានកន្លែងនេះបន្តទៀត0សេគុណ4នៅលើ2បូកឲ្យ5គុណឲ្យ0សេគុណ3នៅលើ3បូកឲ្យ2គុណឲ្យ0ការ៉េបូកឲ្យ0អញ្ចឹងស្មើកន្លែងនេះគឺយើងឃើញថា1សេគុណ4នេះគឺវាស្មើ1ដដែលអញ្ចឹងយើងបាន1លើ2បូកឲ្យ1សេគុណ3 1ដដែលអញ្ចឹង5លើ5លើ3កន្លែងនេះគឺកាត់តិចដោយសារ1សេគុណ2ស្មើ1 1គុណ2 2 2បូក1 3អញ្ចឹងគួរដាក់3តែម្ដងបាទបូកឲ្យបាទបូក3អញ្ចឹងស្មើបន្តទៀតភាគបាយរួមយើងគឺ6បាទនេះអញ្ចឹង1អញ្ចឹងនេះ2គុណឲ្យ3អានេះក៏គុណ3បូកឲ្យ5អានេះ3នេះយើងគុណនឹង2អានេះក៏គុណនឹង2ដែរបូកឲ្យកន្លែងនេះ3
3នេះគឺយើងគុណនឹង6បាទ6ណា6ចឹងបើភាគបែងគុណ6គឺគុណនឹង6ដែរ3បូកឲ្យអានោះ10បាទនេះបូកឲ្យ10 18បាទនៅលើ6អញ្ចឹងស្មើមកតង់ទៀតអានេះបូកចូលគ្នាឃើញ28បូក3 31អញ្ចឹង31លើ6អញ្ចឹងលំហាត់ A យើងឃើញ1បាទហើយបាទ31លើ6ណាដល់ទៅ copy លំហាត់ B សិនណែលំហាត់ B លំហាត់ J បាទទៅលំហាត់ B យើងមើលដំបូងយើងស្មុកស្មាញតិចហើយណាឥឡូវបើសិនជាយើងសាកយកវាទៅចូលអត្ថិចៃដនឬក៏ធ្វើការ delivery ភាគនេះស្វ័យគុណវាមើលតើវាដូចគ្នាអត់ហ៎បើដូចហើយយើងអាចបញ្ចូលបានណាឥឡូវយើងពិនិត្យស្វ័យគុណខាងលើនេះបាទគឺx ការ៉េដក1បើសិនជាយើងយកវាទៅ delivery ទៅយើងឃើញថា 2x បាទ 2x អញ្ចឹងវាដូចនេះវាដូចបើដូចយើងបញ្ចូល delivery តែម្ដងឡើយណាបាទបើដូចយើងបញ្ចូល delivery តែម្ដងគឺស្មើជាមួយនឹង integral កំណត់ពី1ទៅ2កន្លែងនេះគូដាក់ delivery ហើយដោយសារថា 2x បូក1នេះវាស្មើជាមួយនឹង delivery នៃ x ការ៉េដក1អញ្ចឹងដាក់ថាx ការ៉េដក1ព្រីមស្វ័យគុណ x ការ៉េដក1 dx នេះឡើយហ្នឹងបាទវាតទៅជាមួយនឹងរមុនមួយដែលឥឡូវនេះគ្រូដាក់ថារមុនយើងគឺ integral ស្វ័យគុណអុយ d អុយបាទអញ្ចឹងអាហ្នឹងគឺយើង integral យើងបានស្វ័យគុណអុយដដែលហើយបូកឲ្យចំនួនថេណែមួយឡើយណាណែគូដាក់ចេះទឹកក្តោបចេះមកដែរហ៎អញ្ចឹងវាចូលរមុនយើងហ្នឹងនេះអុយយើងគឺទេអុយយើងគឺនេះ x ការ៉េដក1បាទអញ្ចឹងយើងបញ្ចូលរមុនយើងមកគឺស្វ័យគុណ x ការ៉េដកឲ្យ1ដែលកំណត់2បាទដែលកំណត់ពី1បាទមិនមែន0ទេពី1ទៅ2ស្មើមកតង់ទៀតអញ្ចឹងគូយក2មកជំនួសចូលបាទនេះយក2មកជំនួសចូលមកយើងបានស្វ័យគុណ2ហើយ2ការ៉េដកឲ្យ1ដកឲ្យស្វ័យគុណបាទ1ការ៉េហើយដកឲ្យដាក់ដកឲ្យ1ណាបាទស្មើមកតង់ទៀតដាក់ស្មើតមកខាងអញ្ចឹងឥឡូវនេះយើងបានសគុណ2ការ៉េ4ដក1 3បាទយើងបាន3សគុណ3ម្ដុំនេះ1សគុណ2នេះស្មើ1ការ៉េស្មើ1ដក1 0អញ្ចឹងដកឲ្យសគុណ0ចម្លែកនេះអត់តាមចប់ទេណាបាទយើងគិតបន្តទៀតដោយសារតែសគុណ0ស្មើប៉ុន្មាននេះយើងនេះសគុណ0គឺស្មើ1បាទអានេះចម្លើយរបស់យើងគឺសគុណ3ដក1ជាចម្លើយឥឡូវ k នេះក៏យើងមិនទាន់អាចអានទៅក្រាបានភ្លាមដែរឃើញនេះយើងឃើញដោយសារអីដោយសារតែវាជាប់ជាមួយនឹងស្វ័យគុណ2ទៀតឡើយណាបាទវាជាប់ការ៉េទៀតអញ្ចឹងយើងបែកវាសិនមកបាទអញ្ចឹងគូដាក់ស្មើជាមួយនឹងអានទៅក្រាយើងកំណត់ពី0ទៅបាទពី0ទៅ2អញ្ចឹងហ្នឹងវាចូលរមុនយើងគឺអីគេ a បូក b លើកជាការ៉េឃើញអញ្ចឹងយើងអាចបែកបានហើយគឺsin ការ៉េ x បូកឲ្យ2 sin x cos x បាទបូកឲ្យ cos គូដាក់សេកូស្អាតតិចមកcos ការ៉េ x dx ចឹងហើយយើងសង្កេតឃើញថាមិននេះអីគេsin ការ៉េ x បូកឲ្យ cos ការ៉េ x គឺស្មើ1ឡើយណាបាទ sin ការ៉េ x បូក cos ការ៉េ x គូដាក់សង្ខេបនេះចោះ sin ការ៉េ x បូកឲ្យ cos ការ៉េ x គឺស្មើ1ទី2ឡើយនេះមួយទៀត2 sin x cos x អញ្ចឹង2 sin x cos x គូបញ្ចូលរមុនមួយទៀតបាទឥឡូវនេះគូបញ្ចូលរមុនហ្មងតើគឺវាស្មើជាមួយនឹង sin 2x បាទ sin 2x យើងសេបានថា sin 2 sin x cos x នេះអាហ្នឹងក៏ជារូបមន្តយើងមួយដែរណាហ៎អញ្ចឹងគូអាចសេបានថាស្មើបន្តទៀតហើយគឺអន្តរក្រាកំណត់ពី0ទៅ2គឺមិញហ្នឹង1បាទ sin ការ៉េបូក cos ការ៉េស្មើ1បូកឲ្យអាហ្នឹង2 sin x cos x ហ្នឹងយើងសេបានថា sin 2x dx បាទអញ្ចឹងវាស្មើជាមួយនឹងអន្តរក្រា x អន្តរក្រា1ស្មើជាមួយនឹង x អញ្ចឹង x អន្តរក្រា cos ហើយអន្តរក្រា sin បាទនេះអន្តរក្រា sin គឺវាចេញអីគេវាចេញដក cos ឡើយហ្នឹងដក cos ប៉ុន្តែដោយសារវាមាន1លេខ2អញ្ចឹងយើងបាន1ភាគ2បាទអន្តរក្រា sin វាចេញដក cos
chẳng vì chẳng có px bạn đai cầm nọt pi số tới bà pi số tập 2 cái lại cho nên cú chập đam vô hay mà chân vô là thế này vô hay mà chân vô móc lại là mình ấy nhá nhưng bạn hãy đòi môi phiệp bí bà cô bị ấy chẳng mình là cô bị phải ở dân vô sâu mà chân vô lại này mình ấy mà nó má cứ vậy lại những dân bạn sốn đòi môi phiệp bí cô lại ní cô sẽทำ pi ấy chẳng mà pi con áo sầu chẳng biết mà cho mũi sầu mà chân cổ sầu smile បន្តទៀតបាទអានេះយើងគិតមកកោសពីផៃវាស្មើជាមួយនឹង360គឺវាស្មើ1ណាវាស្មើ1អញ្ចឹងវាស្មើជាមួយនឹងផៃដកឲ្យ1/2កូន1វានៅទៅ1/2ដដែលកន្លែងនេះយើងគិតតទៀតអានេះ0បើគិតកោ0ស្មើ1គុណនឹងដក1/2ស្មើដក1/2ដដែលប៉ុន្តែនេះយើងកុំភ្លេចគិតសញ្ញាបញ្ចូលអញ្ចឹងគុណទៅដកគុណដកចេញបូកអញ្ចឹងបូក1/2អញ្ចឹងយើងបន្តមកទៀតយើងហូបនេះយើងហូបវាទៅទឹកធ្វើអីមកចម្លើយយើងឃើញហើយបាទនេះគឺជាចម្លើយ